ឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមវ៉ាងអ៊ីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនខេត្តយូណានសាធារណរដ្ឋប្រជាមានិតចិននេះបើយោងតាមលោកណេតផេកត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី28ខែធ្នូនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនភាគីចិនថាកម្ពុជាផ្ដល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណីមិត្តភាពដៃថែបដ៏យូរអង្វែងនិងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជាចិននិងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធសម្រាប់គ្រប់កម្រិតនិងគ្រប់វិស័យឯកឧត្តមក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្មនិងស្ថាបនារបស់ប្រទេសចិននៅក្នុងការគាំទ្រឲ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជាថៃកិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិននៅក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនាវិធីការទូតនិងការគោរពគ្នាទៅវិញដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញនិងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែងជា